ស្វាគមន៍មកកាន់អេពីសូត2ជាក់ស្ដែងទៅតាំងពីចេញអេពីសូត1មកគឺមានរយៈពេលច្រើនជាង9 ខែរួចមកហើយទម្រាំបានចេញអេពីសូត2នេះហើយអេពីសូត2នេះគឺយើងនឹងទៅជែកគ្នាតាក់ទងទៅនឹងតើត្រូវប្រព្រឹត្តអំពើខុសច្បាប់ដើម្បីបញ្ជាក់ក្តីស្រឡាញ់ដែរឬទេនាពេលថ្មីៗនេះនៅអំឡុងខែវិច្ឆិកាឆ្នាំ2025នេះគឺមានភាពល្បីល្បាញទៅលើការរំដោះអ្នកទោសនៅឯតុលាការខេត្តស្វាយរៀងក្រោយពីរំដោះនេះរួចក៏មានការចាប់ខ្លួនមកវិញនៅអ្នកទោសទាំងនោះបូករួមទាំងនារីដែលមានភក្តីភាពនោះយើងហៅថានារីដែលមានភក្តីភាពចំពោះស្នេហាម្នាក់នោះហើយនៅពេលដែលបានចាប់ត្រឡប់មកវិញហើយនោះស្រាប់តែសង្កេតឃើញថាយុវជនជាច្រើនគឺគាត់មានការគាំទ្រមានការសាទរទៅដល់ភក្តីភាពក្តីស្នេហារបស់អ្នកទាំងពីរយុវជនបរទេសមួយចំនួនក៏ដូចជាយុវជនកម្ពុជាមួយចំនួនតូចដែរគាត់មានមោទនភាពក៏ដូចជាកោតសរសើរចំពោះភក្តីភាពនៃសេចក្តីស្នេហានារីម្នាក់នោះចំពោះបុរសអ្នកខ្លះបានចែករំលែកឬមួយក៏គាត់បានធ្វើជាហ្វូតូមួយបញ្ជាក់សេចក្តីស្នេហាការលះបង់របស់គាត់ចំពោះដៃគូស្នេហារបស់គាត់នោះថាមានកម្រិតប៉ុណ្ណាដោយបង្ហាញថាគឺកម្រិតដូចនារីដែលបានលះបង់នោះការលះបង់របស់នារីម្នាក់នោះតើវាជាសេចក្តីស្រឡាញ់ដែរឬទេពីនាងខ្ញុំទៅវិញក្តីស្រឡាញ់បញ្ជាក់បានដោយភាពស្មោះត្រង់នឹងគ្នាពិតប្រាកដណាស់ហើយក្តីស្រឡាញ់គឺមានអត្ថន័យជាច្រើនដែលមិនអាចកំណត់ក្តីស្រឡាញ់ដោយការលះបង់ដឹកដៃគ្នាចូលទៅពន្ធនាគារនោះទេសំណួរមួយទៀតដែលយើងត្រូវពិចារណាតើដៃគូស្នេហារបស់យើងនោះគាត់ពេញចិត្តឲ្យយើងនេះចូលទៅពន្ធនាគារដូចគាត់ដែរឬទេមានសុខរួមសុខមានទុក្ខរួមទុក្ខបងចូលពន្ធនាគារអូនត្រូវចូលពន្ធនាគារដែរតើនេះជាសេចក្តីស្រឡាញ់ពិតប្រាកដដែរឬទេក្តីស្រឡាញ់ដែលឃើញមនុស្សម្នាក់កំពុងធ្វើអំពើខុសច្បាប់ហើយយើងជាដៃគូមិនបានកែតម្រូវទេហើយយើងហៅថានេះគឺជាក្តីស្រឡាញ់ពិតប្រាកដហើយយើងលះបង់ចូលពន្ធនាគារជាមួយគ្នាហើយភាគីម្ខាងទៀតដែលហៅថាដៃគូស្នេហារបស់យើងនោះពេញចិត្តនឹងឲ្យយើងចូលពន្ធនាគាររួមទុកជាមួយគ្នាសម្រាប់ខ្ញុំនេះមិនមែនជាសេចក្តីស្រឡាញ់ទេតែវាជាការឆោតល្ងង់មិនយល់ច្បាស់ពីអត្ថន័យនៃសេចក្តីស្នេហាស្រឡាញ់គ្នាមិនមែនជាការនាំគ្នាចូលពន្ធនាគារនោះទេសូមបញ្ជាក់ផងដែរថានៅប្រជាជាតិកម្ពុជាពន្ធនាគារគឺត្រូវបានបែងចែកស្រីនៅផ្សេងប្រុសនៅផ្សេងมันអាចរស់នៅជាមួយគ្នាឬមកក៏រួមគ្នានៅក្នុងបន្ទប់ជាមួយគ្នាឬមកក៏អាចរៀបអាពាហ៍ពិពាហ៍នៅក្នុងពន្ធនាគារបានទេក្តីស្រឡាញ់ពិតប្រាកដគប្បីតែចេះកែតម្រូវគ្នាទៅវិញទៅមករហូតឈានដល់ការរីករូតលាស់ដែលរស់នៅក្នុងសង្គមប្រកបទៅដោយការគោរពនិងការកោតសរសើរពីមហាជនមិនមែនបានមកនឹងការខ្ពើមរអាក្នុងការរាប់អានពីមហាជននោះទេការគ្រប់គ្រងនៅការលះបង់ក៏ដូចជាក្តីស្រឡាញ់ដឹកដៃគ្នាចូលពន្ធនាគារមិនខុសពីការគ្រប់គ្រងឲ្យមានឧក្រិដ្ឋកម្មកើតឡើងនៅក្នុងសង្គមកាន់តែច្រើននោះទេត្រូវចាំថាបើយើងគ្រប់គ្រងឲ្យមានឧក្រិដ្ឋកម្មវានឹងធ្វើឲ្យមានការប៉ះពាល់ទៅដល់ក្នុងសង្គមជាតិហើយក៏អាចថ្ងៃណាមួយយើងនឹងជួបប្រទះផងដែរបើយើងគ្រប់គ្រងឧក្រិដ្ឋកម្មនោះកុំស្រែកថាប៉ូលីសមិនចេះធ្វើការរដ្ឋាភិបាលមិនយកចិត្តទុកដាក់នៅក្នុងការបង្ក្រាបកុំឲ្យមានឧក្រិដ្ឋកម្មនានានៅក្នុងសង្គមតើឲ្យពួកគាត់បង្ក្រាបបែបណាបើខណៈពេលដែលយើងទាំងអស់គ្នានេះកំពុងតែគ្រប់គ្រងឲ្យមានអំពើនេះកើតឡើងជារួមមកការនាំគ្នាទៅធ្វើអំពើខុសច្បាប់มันអាចបញ្ជាក់ក្តីស្រឡាញ់នោះទេហើយក៏មិនអាចបញ្ជាក់ថាវាគឺធ្វើឲ្យសង្គមមួយមានភាពរីកចម្រើនបាននោះដែរ